Ok, so đây là ông thấy dương vừa tập lọc một can lùng hạt phong dươngในการ present simple ដែលយើងបានរៀនចប់រួចហើយទាំងទម្រង់បាទ form ទាំង3ការប្រើប្រាស់ដូចជាករណីផ្សេងនៅក្នុងការ present simple រួចហើយដែរអញ្ចឹងឥឡូវនេះគឺយើងមកធ្វើលំហាត់ដើម្បីពង្រឹងនៃសមត្ថភាពថាតើយើងយល់បានប៉ុណ្ណាឥឡូវយើងមកមើលទាំងអស់គ្នាលំហាត់នេះMani gotta complete the correct answer by using verbs in the bracket គេថាឲ្យយើងបំពេញនេះបាទ get បំពេញចន្លោះទាំងអស់នេះដោយចម្លើយត្រឹមត្រូវដែលយើងប្រើប្រាស់ពាក្យនៅក្នុងវងចោតដែលបានគេឲ្យនេះបាទគេឲ្យហ្នឹងបាទឲ្យទៅក្នុងបាទក្នុង get នេះហើយឲ្យបានត្រឹមត្រូវដែរឥឡូវយើងមកមើលតើតើនឹងទី1ជាដាក់ he blah blah a book បន្តមកគេឲ្យកិរិយាសព្ទ read មួយឲ្យយើងទៅបំពេញក្នុងហ្នឹងអញ្ចឹងតើយើងគួរបំពេញបែបម៉េចអញ្ចឹងជាធម្មតាយើងដឹងថា he she it វាជា subject មួយដែលពិសេសនៅពេលដែលប្រើប្រាស់នៅក្នុង positive sentence អញ្ចឹងយើងបំពេញគឺយើងដាក់ read ដាក់កន្លែងនេះគឺ or ead យើងថែម s ទៅលើ read ហ្នឹងដោយសារអីប្រើប្រាស់ជាមួយនឹង he បាទ third person singular បរិបទទី3ឯកវចនៈអញ្ចឹងគឺយើងថែ s ទៅលើ read បាទ he reads a book ទី2 she blah blah the ball to her friend ក្នុងនេះគេដាក់ pass អញ្ចឹងអ្នកនរនេះយើងបំពេញទៅជាបាទ present simple មកតែយើងដាក់បែបម៉េចអញ្ចឹងក្នុងនេះគឺយើងដាក់បាទខ្ញុំ spell ឲ្យបាទគឺ p a double s បន្តមកយើងថែម es ទៅលើ pass នេះវាទៅជា passes ហើយនេះយើងថែម es ទៀតអីកាលណាប្រើប្រាស់កិរិយាសព្ទនេះប្រើប្រាស់ជាមួយនឹង he she it ហើយវាបញ្ចប់ដោយ double s ដែលយើងបានរៀនក្នុងករណីមុនហ្នឹងណាបញ្ចប់ដោយ double s គឺយើងថែម es នៅខាងនេះវានឹងមកចុងវានឹងមកអញ្ចឹងវាទៅជា passes 3 it blah blah when it is hungry អញ្ចឹងយើងមើលគេដាក់ឲ្យពាក្យ cry យំអញ្ចឹងយើងសរសេរយ៉ាងម៉េចយើងថា it cry ឬក៏យ៉ាងម៉េចអញ្ចឹងនៅក្នុងនេះគឺវាប្រើប្រាស់ជាមួយ it ទៀតហើយបាទអញ្ចឹង it នៅក្នុង positive ហើយកិរិយាសព្ទ cry វាបញ្ចប់ដោយ letter y អញ្ចឹងយើងបានពីករណីថ្ងៃមុនគឺកាលណាកិរិយាសព្ទដែលបញ្ចប់ដោយអក្សរ y ក្នុង positive ប្រើប្រាស់ជាមួយនឹង he she it គឺយើងត្រូវមិនបាទលុប y ចោលមកហើយយើងថែម ies ទៅលើវាបានថា c or ies ទៅជា cries អញ្ចឹង it cries when it is hungry បាទនេះគឺជាតម្លៃត្រឹមត្រូវ Number 4 my brother blah blah English every day គេឲ្យ verb study បាទពាក្យ study មកឲ្យមកបំពេញអញ្ចឹងនេះត្រូវដឹងថាពាក្យ brother នេះបានតែបងប្អូនប្រុសអញ្ចឹងគឺគេអត់មានថែម s ត្រូវអញ្ចឹងបានវាមិនចាប់ពី2ទៅមានន័យថាតែម្នាក់ទេគឺបងប្អូនប្រុសរបស់ខ្ញុំអញ្ចឹងគេនិយាយពីខ្ញុំឬក៏និយាយពីបងប្អូនប្រុសរបស់ខ្ញុំអញ្ចឹងកាលណាគេនិយាយពីបងប្អូនប្រុសរបស់ខ្ញុំហើយបងប្អូនប្រុសរបស់ខ្ញុំគឺប្រុសហើយស្មើនឹង he ហើយអញ្ចឹងវាគឺជា third person singular ជាបរិបទទី3ហើយអញ្ចឹងគឺជា study នេះគឺយើងយកមកបំពេញគឺដោយយើង spell ថា stud យើងលុប y ចេញយើងថែម ies ដោយសារអីគឺកិរិយាសព្ទនេះបញ្ចប់ដោយ letter y បាទកាលណាបញ្ចប់ដោយ letter y ហើយប្រើប្រាស់មួយ he she it ក្នុង positive គឺយើងលុប y ចោលយើងថែម ies វាទៅជា my brother studies English every day Number 5 បញ្ញាបាទយើងមើលបញ្ញាblah blah his homework tonight បាទអញ្ចឹងយើងមើលបញ្ញាគឺជាឈ្មោះតែម្នាក់អីអញ្ចឹងមានន័យថាស្មើបើមិន he ក៏ she ដែរបាទឬក៏ it ទៅតាមហ្នឹងទៅអញ្ចឹងកាលណាឃើញឈ្មោះតែមួយអញ្ចឹងចំណាំមើលថាឃើញឈ្មោះតែមួយហ្នឹងគឺមានន័យថាវាស្មើនឹង he she it ដែរអញ្ចឹង do បើសិនជានៅក្នុងករណីនោះគេថា do ប្រើប្រាស់មួយ he she it នៅក្នុងទម្រង់ស្របគឺ do គឺវាបញ្ចប់ដោយ o ត្រូវអត់នេះបញ្ចប់ដោយ letter o យើងត្រូវថែមអីត្រូវថែម es ពីខាងចុង do នឹងមកវាទៅជាបញ្ញា does his homework tonight អញ្ចឹង dos កន្លែងហ្នឹងបាទត្រឹមត្រូវ Number 6 my mom the door open my momអញ្ចឹងយើងមើលកន្លែងនេះពី push បាទអញ្ចឹង push យើងដឹងហើយវាបញ្ចប់ដោយ sa ត្រូវអញ្ចឹងនៅក្នុងករណីរបស់យើងកាលណាកិរិយាសព្ទដែលប្រើប្រាស់មួយ he she it បញ្ចប់ដោយ sa គឺយើងថែម es នៅខាងចុងវាអញ្ចឹងអានេះ my mother my mom អញ្ចឹងគេនិយាយពីខ្ញុំឬក៏និយាយពីម្ដាយរបស់ខ្ញុំអញ្ចឹងកាលណាគេនិយាយពីម្ដាយរបស់ខ្ញុំជាស្រីអញ្ចឹង she ស្មើនឹងពាក្យ subject she អញ្ចឹង she ទៅជា she pushes អញ្ចឹងយើងថែម es នៅខាងចុង sa នៃពាក្យបាទកិរិយាសព្ទ push នេះ p u s h e s Number 7 you blah blah an orange
ចឹងគេឲ្យពាក្យ like មកចឹងយើងត្រូវដឹងថា you វាអត់មានអីពិសេសអីដូចពួក he she it ទេចឹង like នេះយើងដាក់មកដដែលមក L I K E you like earn orange ប៉ុណ្ណឹងចប់អត់មានថែមអត់មានថែមអីទាំងអស់ភាសាប្រាំមួយប្រភេទ you ទេយើងត្រាទៅ he she it បើយើងថែមទៅលើវា Number 8 I blur to school every day ខ្ញុំអីគេសាលាជារៀងរាល់ថ្ងៃចឹង go ចឹងទៅចឹងយើងដឹងថា go នេះថែមអីទេបើយើងប្រើ subject I បាទគឺយើងអត់ថែមទេភាសា subject I គឺយើងវាជា normal subject វាជា subject ធម្មតាទេចឹងយើងដាក់ go មកបាទ go មកអត់មានថែមអីទាំងអស់អត់មាន es ទេភាសាទេប្រើមួយ I ទេ 9 we blur to speak English we learn ឬក៏ we learns ថែម s ឬក៏វាមិនអញ្ចឹងកាលណា subject we នេះក៏វាជាដូចតែ I ដូចតែ you អញ្ចឹងបានន័យថាវាអត់មានអតិពលទៅលើកិរិយាសព្ទទេអញ្ចឹងយើងដាក់ learn ដដែលមក we learn to speak English L E A O N Number 10 last one បាទចុងក្រោយ our teacher his teeth every morning គេឲ្យពាក្យ brush បាទ brush ដុសហ្នឹងណាដុសធ្មេញបាទណាគ្រូរបស់ពួកយើងគឺដុសធ្មេញជារៀងរបស់ធ្មេញរបស់គាត់ជារៀងរាល់ព្រឹកចឹងឥឡូវយើងមើល our teacher យើងកន្លែងហ្នឹងយើងអានមើលច្បាស់ណាប្រយ័ត្នច្រឡំពាក្យ our ច្រឡំពួកយើងបាទ our teacher គេនិយាយពីគ្រូតែសួរថាគ្រូនឹងមានថែមអីហើយ teacher មានថែមអីអត់ទេអញ្ចឹងគេសំដៅទៅលើតែគ្រូម្នាក់ទេអញ្ចឹងកាលណាតែគ្រូម្នាក់អាចសំដៅទៅលើប្រុសឬក៏លោកស្រីប៉ុន្តែវានឹងចាប់ចូលទៅក្នុងពួកប្រភេទ he she it ដដែលទេអញ្ចឹង teacher កន្លែងនេះវាស្មើនឹងបាទប្រភេទពួក he she it ដែរអញ្ចឹង brush យើងយកមកបំពេញកន្លែងចន្លោះនេះគឺយើងត្រូវថែម es នៅខាងចុងពាក្យ brushes ហ្នឹងផង brush ហ្នឹងផងបាទហេតុអីវាបញ្ចប់ដោយ sh ក្នុងករណីយើងបានរៀនហើយកាលណាកិរិយាសព្ទបញ្ចប់ដោយ sh ហើយប្រើប្រាស់ជាមួយនឹង he she it ក្នុងទម្រង់ស្របការ present simple គឺយើងត្រូវថែម es នៅខាងចុងវាអញ្ចឹងយើងអានទៅជា our teacher brushes his teeth every morning បាទនេះគឺជាលំហាត់ដែលអ្នកទាំងអស់គ្នាបាទគួរតែយល់ដឹងហើយគួរតែប្រយ័ត្នប្រយែងនៅក្នុងការប្រឡងក្តីក្នុងការ test នៅក្នុងប្រភេទលំហាត់ផ្សេងអីអ្នកនរត្រូវប្រយ័ត្នដោយសារតែវាមិនអាចធ្វើលឿនដោយខ្វះការពិនិត្យមើលទេបាទអញ្ចឹងខ្ញុំអត់មានអីទៀតទេអស់ហើយគឺលំហាត់មួយនេះសម្រាប់អ្នកនរយល់និងបានជាចំណេះដឹងនឹងការតែបាទយល់ជ្រាលជ្រៅពីការថែម s, IES, ES ផ្សេងហ្នឹងទៅបាទសូមអរគុណសូមជម្រាបលាបាយបាយ